ហើយបានជួលជ្រើទៅជាកតាទៅក្នុងបាក់យើងយល់ទៅតាមការសិក្សាស្រាវជ្រាវរបស់គេហៅ Economist Group ដោយការសិក្សាស្រាវជ្រាវឆ្នាំ2003ទៅដល់ឆ្នាំ2014ឆ្នាំ2015គេហៅ Global Study ដែរគាត់រៀបចំសន្ទុះហើយ index ហ្នឹង5ធំហើយរៀបចំបញ្ជីចំនួនហើយ160ធ្វើនៅជិត200ប្រទេសបានបញ្ជាក់ឲ្យឃើញថាកម្ពុជាយើងមានសន្ទុះប្រជាធិបតេយ្យគាត់ឯកទៅលើ5ចំណុចធំទី1និយាយអំពី functioning of government បានន័យថាការប្រព្រឹត្តទៅនៃរដ្ឋាភិបាលទទួលនៅខ្ពស់គាត់ទទួលបាន6.67បានថាលើកទៅជាពីដំណើរការរបស់រដ្ឋាភិបាលទី2គាត់មើលលើ political culture ពីបទធម៌បាតុហោបញ្ហាទីបន្ទូនេះក៏ខ្ពស់ក្រំមកដែរគឺមាន 5.83 ក្នុងចំណោមទទួល10ទី3គឺមើលទៅលើ free and fair election បានន័យថាការបោះឆ្នោតសេរីនិងយុត្តិធម៌គឺឃើញបន្ទុក4វា42បានន័យថាក្រោមស្តង់ដារគឺត្រូវធ្វើការបន្ថែមទៀតដើម្បីឲ្យឡើងទៅដល់ស្តង់ដារហើយទី4គឺយើងមើលទៅលើ civil liberty បាទសេរីភាពរបស់ពលរដ្ឋនៅទៀតនៅឡើយទៀតគឺបានទទួលនឹងគឺ4វា12ហើយជាចុងក្រោយគឺមើលទៅលើ people participation បានន័យថាការចូលរួមរបស់ពលរដ្ឋមានទទួលតែ2ជាសរុបទៅគឺសន្ទុះនៃប្រជាធិបតេយ្យនៅប្រទេសកម្ពុជាគឺនៅទីមានទទួលតែ4វាជាជុំភាពព្រោះយើងនិយាយពីប្រជាធិបតេយ្យគេឲ្យនៅក្នុងការសិក្សានេះគេឲ្យ hybrid democracy អានឹងការសិក្សាមួយដែលសំខាន់ដែលយើងបងប្អូនឬក៏សាធារណជនអាចយល់ពីព្រោះកាលណាយើងមិនសូវឲ្យតម្លៃទៅលើការសិក្សាស្រាវជ្រាវមិនសូវឲ្យតម្លៃទៅលើទិន្នន័យមិនសូវឲ្យតម្លៃទៅលើរបបអំពើនៃការសិក្សាហើយឲ្យតម្លៃទៅលើគំនិតរបស់ទស្សនៈបុគ្គលវាអាចថាបើសិនជាទស្សនៈនឹងត្រូវគឺល្អប៉ុន្តែបើសិនជាទស្សនៈនឹងដើរខុសផ្លូវវិញគឺមានបញ្ហាប្រទេសកម្ពុជាចឹងហើយបានជាច្រើនទិន្នន័យដែលចេញពីការសិក្សាស្រាវជ្រាវចូលទៅធ្វើឲ្យមានការស្រស់ស្រួលចូលទៅធ្វើឲ្យមានកម្រិតនៃគំនិតនឹងទៀតការសិក្សាមួយទៀតថ្មីនេះរបស់ YRDP ធ្វើឡើងដោយ PIT Asia នៅឆ្នាំ2015ហើយប្រកាសនៅឆ្នាំ2016គឺការសិក្សានឹងល្អខ្ញុំបានចូលរួមតាំងពីការរៀបចំវិធីសាស្ត្រការប្រមូលទិន្នន័យគាត់សិក្សាទៅលើទស្សនៈរបស់យុវជនល្អ 95% នៃយុវជនគាត់យល់ឃើញថាការបោះឆ្នោតទៅក្នុងប្រទេសសំខាន់ហើយខ្ញុំចង់ទៅថាគុំក៏បានសួរភាគច្រើនគាត់គិតថាគាត់នឹងទៅបោះឆ្នោតអត់សូវមានអ្នកណាដែលប្រកែកថាមិនទៅបោះឆ្នោតទេខុសពី5ទៅ10ឆ្នាំមុនទី2 65% នៃទិន្នន័យដែលចេញពីការសិក្សានោះបានបង្ហាញឲ្យឃើញថាអ្នកនយោបាយថ្នាក់ដឹកនាំមានចំណាប់អារម្មណ៍ទៅលើសម្លេងរបស់យុវជនអ្នកមានចំណាប់អារម្មណ៍កាលពីមុនសម្រាប់ប្រភេទឆ្នាំមុនក៏គាត់មានការចាប់អារម្មណ៍ដែរគាត់បង្កើតបន្តយុវជននេះប្រទេសគាត់ថាមិនខ្លាំងដូចសពថ្ងៃនេះទេប៉ុន្តែ 42% នៃយុវជនក៏បានស្ដែងនៅអារម្មណ៍របស់គាត់ថាអ្នកដឹកនាំនិងអ្នកនយោបាយមិនទាន់មានសុខឆន្ទៈពេញលេញក្នុងការបញ្ចូលយុវជនឲ្យទៅជាអ្នកដឹកនាំអ្នកបច្ចុប្បន្នទេក្នុងនោះគឺ 89% នៃយុវជនចង់ឲ្យគណៈបកនយោបាយបើកចំហបន្ថែមទៀតដើម្បីជាបន្លក់ឱកាសឲ្យយុវជនបានចូលរួមនៅក្នុងការសិក្សានៅក្នុងការដឹកនាំឬក៏នយោបាយរបស់ប្រទេសកម្ពុជានេះគឺជាការសិក្សាពីរយើងមើលឃើញមួយទៀតគឺការសិក្សារបស់ World Justice Project គឺទៅអានឹងជា Global Standard Study មួយដែរហើយតែសិក្សាតាំងពី2009 2010 2011 2012
ពីរហូតដល់2015ឥឡូវជិតចាប់បានសិក្សា2016ហើយសូមបងប្អូនចូលទៅក្នុង Google ទៅការសិក្សាអ្វីដែលខ្ញុំបានលើកឡើងហ្នឹងអ្វីដែលឈ្មោះដែលខ្ញុំបាននិយាយជាភាសាអង់គ្លេសហ្នឹងហើយយើងចាប់បានអានយើងចាប់បានដោតទៅលើទិន្នន័យដែលចេញពីការសិក្សាស្រាវជ្រាវដើម្បីរៀបចំដាក់តែច្បាប់ដាក់តែគោលនយោបាយនិងដាក់បញ្ចូលយុវជនទៅក្នុងយន្តការដឹកនាំខ្ញុំគិតថាប្រសើរជាទស្សនៈនៃការយល់ឃើញរបស់អ្នកអាចថាត្រូវអាចថាមិនត្រូវឬមួយក៏អាចថាខុសឆ្គងការសិក្សា World Justice Project មាន8 component ធំៗប៉ុន្តែខ្ញុំសូមលើកតែ2ទេគឺការបើកចំហរបស់រដ្ឋាភិបាលជា Open Government ទី2គឺ Limit Government Power បានន័យថាអំណាចរបស់រដ្ឋាភិបាលនឹងគឺនៅពេញតែម្ដងណាព្រោះអំណាចរបស់រដ្ឋាភិបាលត្រូវកំណត់ដោយតុលាការកំណត់ដោយសភាហើយក៏កំណត់ដោយអង្គការមហាជនឬក៏អង្គការសង្គមស៊ីវិលផងដែរនឹងគឺជារបបអំហើយមិនមែនខ្ញុំនិយាយទេតែស្ថិតិការសិក្សាស្រាវជ្រាវខ្ញុំបានសរសេរអំពីគោលការណ៍ប្រជាធិបតេយ្យចេញក្នុងបក14ចំណុចសំណាងដែរដែលខ្ញុំសរសេរឲ្យប្រហោះនៅក្នុងเพจរបស់ខ្ញុំបើសិនខ្ញុំទុកយកមកនិយាយនេះហើយយកនេះពេលព្រោះជិតដល់ម៉ោង9ហ្នឹងជាទូទៅខ្ញុំសូមលើកថាប្រសិនបើបេក្ខភាពទាំងអស់បេក្ខភាពតំណាងរាស្ត្របេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់បេក្ខភាពក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខាងឬក៏បេក្ខភាពព្រឹទ្ធសភាខ្ញុំឲ្យកម្រិត5កម្រិតទី1ចាក់តាំងដោយមេបកបេក្ខភាពទាំងអស់សម្រាប់ដោយមេបកយ៉ាងនេះប្រតិឈរនេះយ៉ាងនេះប្រតិឈរនេះយ៉ាងនេះប្រធ្វើនេះធ្វើនោះកម្រិតទី2គឺចាត់តាំងរៀបចំគូកងដោយគណៈអចិន្ត្រៃយ៍របស់គណៈបកកម្រិតទី3អាចថាបោះឆ្នោតជ្រើសតាំងដោយតម្លាភាពដោយសេរីដោយគណៈកម្មការកណ្ដាលគណៈបកឬក៏គណៈកម្មការយុគរបស់គណៈបកចំណុចទី4ប្រសិនបើបេក្ខភាពសំខាន់ជាប្រធានគណៈបកអនុប្រធានឬមួយក៏បេក្ខភាពសម្រាប់បោះឆ្នោតប្រកួតប្រជែងជ្រើសរើសដោយនីតិវិធីតម្លាភាពសេរីដោយសមាជិកសកម្មរបស់គណៈបកឬក៏ចុងក្រោយដោយអ្នកគ្រប់គ្រងរបស់គណៈបកខ្ញុំចង់សួរមហាជនថាតើកម្រិតណាដែលល្អជាងគេកម្រិតទី5ឬកម្រិតទី4ឬកម្រិតទី3ឬក៏កម្រិតទី2ឬក៏កម្រិតទី1ខ្ញុំប្រសិនបើមានការបោះឆ្នោតជ្រើសរើសបេក្ខភាពដោយតម្លាភាពប្រកួតប្រជែងសមាជិកបកគឺគិតថាប្រជាពលរដ្ឋឬក៏សកម្មជននឹងគាត់មានសិទ្ធិអំណាចក្នុងការជ្រើសរើសតំណាងរបស់គាត់ច្រើនជាងវាថាបេក្ខភាពតំណាងរាស្ត្រនៅក្នុងមណ្ឌលភ្នំពេញយើងអាចមានការប្រកួតប្រជែងអំពីកៅអីហ្នឹងក្នុងគណៈបកមានបេក្ខភាព20-30នាក់មកគាត់ប្រកួតប្រជែងគាត់ឃោសនាក្នុងចំណោម